បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំបានលើកយកមន្តគាថា4មេមកចែកជូនបងប្អូនទាំងអស់គ្នាជាពិសេសនោះបងប្អូនកងទ័ពដែលនៅការពារព្រំដែនការពារទឹកដីបានឃើញមន្តគាថានេះហើយយកទៅភាវនាសម្រាប់ជាគ្រឿងជំនួយគ្រឿងការពារខ្លួនក្នុងសមរភូមិដោយហេតុការទុះអាវុធឬមានសង្គ្រាមកើតឡើងដោយប្រការណាមួយបាលីគាថាទាំង4មេនេះអាចជួយបញ្ជះគ្រឿបតូចធំគ្រាប់យន្តហោះឬគ្រឿបផ្លោងផ្សេងមិនអោយផ្ទុះឬចំគ្រោះថ្នាក់ដល់ខ្លួនបានឡើយចំពោះមន្តគាថា4មេនេះចាស់ពីសម័យមុនលោកបានប្រើការពារខ្លួនក្នុងសង្គ្រាមកន្លងមករួចហើយថ្ងៃនេះខ្ញុំបាទចែកជូនមន្តគាថានេះឲ្យបានជាប្រយោជន៍សម្រាប់ការពារខ្លួនក្នុងសមរភូមិការធ្វើសង្គ្រាមផ្សេងនិយាយទៅជីដូនជីតាខ្មែររបស់យើងលោកបានចងក្រងនៅមន្តគាថានៅយន្តនៅរបស់ស័ក្តិសិទ្ធិផ្សេងជាច្រើនសម្រាប់យកមកការពារខ្លួនការពារបញ្ជះអន្តរាយផ្សេងចំពោះគាថានេះខ្លីទេអាចរៀនសូត្រលះចាំហើយមន្តគាថាដែលសម្រាប់ការពារខ្លួនមានច្រើនណាស់តែខ្ញុំបាទលើកយកគាថាតែ4មេខ្លីនេះយកមកបង្ហាញចែកជូនបងប្អូនទាំងអស់គ្នាមកស្ដាប់ការអានទាំងអស់គ្នាបាលីបញ្ជះគ្រឿបកំភ្លើងហើយមេទី1អានថាពុទ្ធធាំងវិជ្ជៈណាំងម្ដងទៀតពុទ្ធធាំងវិជ្ជៈណាំងម្ដងទៀតពុទ្ធធាំងវិជ្ជៈណាំងពាក្យថាពុទ្ធធាំងវិជ្ជណាំងនេះជាមន្តដែលចាស់ពីមុនគាត់ប្រើបញ្ជះគ្រឿបតូចធំឬបញ្ជះគ្រឿបយន្តហោះដែលកំពុងតែទម្លាក់គ្រឿបមកលើយើងឲ្យយើងភាវនាដើម្បីការពារខ្លួនគ្រឿបតូចធំហើយបន្ទាប់មកមេទី2អានថាអរហង្គឧ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 នេះដើម្បីបញ្ជះគ្រឿបផ្សេងមេទី3នេះអានថាវេវិអានម្ដងទៀតវេវិអានម្ដងទៀតវេមេនេះសម្រាប់ភាវនាបញ្ជះគ្រឿបតូចធំទាំង3មេនេះបញ្ជះ
គ្រួបតូចធំគ្រប់ប្រភេទហើយនេះមេទី4មេទី4នេះអានថាទាស័យនេបវិខសអមេឧហើយសូត្របញ្ច្រាស់មកវិញអានថាឧមេអសខវិបនេស័យទាម្ដងទៀតនេះជាបណ្ដូលទាស័យនេបវិខសអមេឧមេអសខវិបនេស័យទាយើងអានម្ដងទៀតទាស័យនេបវិខសអមេឧមេអសខវិបនេស័យទាហើយទាស័យនេបវិខសអមេឧនេះជាបណ្ដូលបារមី10ជាបណ្ដូលបារមី10ដែលមានទានបារមីសីលបារមីនេក្ខមបារមីបញ្ញាបារមីហើយទាសនេបវិខសអមេឧនេះយើងសូត្របញ្ច្រាស់មកវិញភាវនាការពារនៅពេលយើងទៅធ្វើសឹកសង្គ្រាមក្តីឡើងប្រយុទ្ធទល់មុខក្តីឬមានអាសន្នប្រទុសរាយអាវុធក្តីយើងអាចយកទៅសូត្រមេនេះដើម្បីការពារបញ្ជាគ្រឿបមិនអោយត្រូវខ្លួនឬមិនអោយផ្ទុះបាននេះជាបណ្ដូលបារមីទាំង10ចាស់លោកធ្លាប់បានឆ្លងកាត់សង្គ្រាមច្រើនហើយលោកធ្លាប់បានយកបាលីទាំង4មេនេះយកមកប្រើអនុវត្តដើម្បីការពារបញ្ជាគ្រួបកុំអោយត្រូវឬអន្តរាយដល់ខ្លួនបាលីទាំង4មេនេះបើបងប្អូនរៀនឲ្យចេះចាំឬសូត្របាលីមេណាមួយក៏បានឬចេះ2មេក៏បាន3មេក៏បានបើចេះទាំង4មេកាន់តែល្អព្រោះបុរាណលោកពោលថាចេះតិចតួចស្ដួចស្ដើងក្តីប្រសើរជាជាងមិនចេះអ្វីសោះតែមុនពេលយើងឡើងទៅសមរភូមិយើងរលឹកនឹកគុណដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងគុណមេត្តាបិតាគុណគ្រូកំណើតគុណគ្រូសំណុំសង្វារហើយយើងភាវនាបាលីនេះឲ្យជួយការពារបញ្ជាពីគ្រឿបតូចធំបងប្អូនបានឃើញនៅវីដេអូនេះហើយជួយ like ជួយ share បន្តផង